អាញាធរជាតិប្រយុទ្ធនឹងជំងឺអេដបើកសិក្ខាសាលាផ្ដល់សុពលភាពលើផែនទីបង្ហាញផ្លូវជីវភាពនៃកម្មវិធីអេដ2026-2029ពិធីបើកសិក្ខាសាលានេះបានប្រព្រឹត្តទៅនៅថ្ងៃទី4ខែឧសភាឆ្នាំ2026នៅសន្តាគារ Sunway រាជធានីភ្នំពេញក្រោមអធិបតីភាពអាយដាមទេសរដ្ឋមន្ត្រីអៀងម៉ូលីប្រធានអាញាធរជាតិប្រយុទ្ធនឹងជំងឺអេដជាមួយនឹងការអញ្ជើញចូលរួមពីតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃក្រសួងសុខាភិបាលនាយិកាអង្គការ UNAIDS ប្រចាំកម្ពុជាឡាវនិងម៉ាឡេស៊ីព្រមទាំងមជ្ឈមណ្ឌលអង្គការដៃគូមួយចំនួនមានប្រសាសន៍បើកសិក្ខាសាលាអាយដាមទេសរដ្ឋមន្ត្រីអៀងម៉ូលីបានបញ្ជាក់ថាដំណើរឆ្ពោះទៅរកចីរភាពរបស់យើងបានចាប់ផ្ដើមតាំងពីឆ្នាំ2018ហើយថ្ងៃនេះយើងបានមកដល់ចំណុចរបត់ដ៏សំខាន់មួយក្នុងការធានានូវការឆ្លើយតបដែលបានធ្វើឲ្យកម្ពុជាក្លាយជាអ្នកដឹកនាំសកលក្នុងការប្រយុទ្ធនឹងជំងឺអេដក្នុងនោះសមិទ្ធផលរួមរបស់យើងគឺជាសក្ខីភាពនៃការព្យាយាមដែលសម្រេចបានរួមមានការកាត់បន្ថយការឆ្លងថ្មីរហូតដល់45%អត្រាបង្ក្រាបមេរោគអេដដែលបច្ចុប្បន្ននេះមានលើសពី98%កម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅសម្រេចបានគោលដៅ95 មុនកាលកំណត់អាដាមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថាដើម្បីជំនះបញ្ហាប្រឈមបច្ចុប្បន្នអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដនិងក្រសួងសុខាភិបាលត្រូវតែផ្លាស់ប្តូរតួនាទីពីគ្រាន់តែជាអ្នកគ្រប់គ្រងជំនួយទៅជាអ្នកកសាងប្រព័ន្ធសុខាភិបាលជាតិដ៏រឹងមាំយើងកំពុងផ្លាស់ប្តូរពីការធ្វើបែបដាច់ដោយឡែកពីគ្នាទៅជាស្ថាបត្យកម្មសុខាភិបាលជាតិតែមួយការនេះតម្រូវឲ្យមានការដឹកនាំជាយុទ្ធសាស្ត្រដែលយន្តការសម្របសម្រួលកម្រិតជាតិធានាថាគ្រប់សកម្មភាពទាំងអស់បម្រើឲ្យចក្ខុវិស័យអធិបតេយ្យភាពរបស់កម្ពុជាអាដាមទេសរដ្ឋមន្ត្រីបានលើកឡើងថាជោគជ័យរបស់យើងនឹងមិនត្រូវបានវាស់វែងដោយចំនួនទឹកប្រាក់ជំនួយនោះទេប៉ុន្តែត្រូវធ្វើការវាស់វែងដោយប្រសិទ្ធភាពដែលយើងបញ្ជ្រាបសេវាសង្គ្រោះជីវិតទាំងនេះទៅក្នុងប្រព័ន្ធជាតិរបស់យើងត្រូវមានទិន្នន័យច្បាស់លាស់ផែនទីបង្ហាញផ្លូវរួចរាល់និងមុខងារដែលត្រូវបំពេញនៅក្នុងដៃរួចហើយអាដាមទេសរដ្ឋមន្ត្រីបានស្នើថាដំណាក់កាលធានាជ័យភាពត្រូវបានកំណត់ដោយភាពជាម្ចាស់ទាំងស្រុងរបស់កម្ពុជានិងការបដិញ្ញាចិត្តមិនងាយរេឆ្ពោះទៅកាន់ចំនួនដែលគ្មានអេដចូលយើងយកមេរៀនដែលទទួលបានពីការឆ្លើយតបនឹងជំងឺអេដមកពង្រឹងប្រព័ន្ធសុខាភិបាលទាំងមូលរបស់យើងនិងពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកលសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប